សួស្តីអ្នកទាំងអស់គ្នាពេលនេះយើងមកបន្តរឿង Dragon Ball Z ជាបន្តទៀតមុននឹងចូលទៅកាន់ការបកស្រាយខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជួយចុច like និង subscribe ម្នាក់មួយផងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់ការបកស្រាយទាំងអស់គ្នា Frieza ក៏សម្លុតចាស់ប្រតិឆាម្នាក់ដែលជាអ្នកគ្រប់គ្រងនៅក្នុងភូមិមួយនេះឲ្យប្រាប់ពីមូលហេតុដែលណាមេគៀនចំនួន5នាក់បានចាស់ចេញពីទីនេះព្រោះថាមុននឹងគេបានចាប់បានចំហាយធម្មពលរបស់ពួកគេចាស់ចេញពីទីនេះមេភូមិនឹងក៏កុហកថាវាគឺជារឿងធម្មតាទេដែលពួកណាមេគៀនដែលពេញវ័យនៅក្នុងភូមិត្រូវធ្វើដំណើរទៅធ្វើការដើម្បីចិញ្ចឹមជីវិតនិងផ្គត់ផ្គង់ការរស់នៅរបស់ពួកគេចំណែកឯចាស់ៗនៅក្នុងភូមិវិញមានទូនាទីនៅក្នុងការមើលថែក្មេងៗកន្លែងនឹងដែរចង់បញ្ជាក់គ្នាយើងថាពួកណាមេគៀនគឺជាអេលៀនដែលមានភេទទេអញ្ចឹងហើយពួកគេបង្កកំណើតតាមរយៈសុទ្ធដែលពួកគេខ្ជាក់មកបើសិនជាអ្នកទាំងអស់គ្នាបានមើល season 1 ប្រហែលជាបានឃើញហើយពេលដែល King Piccolo បានខ្ជាក់សុទ្ធរបស់គេចេញមកហើយក៏បង្កើតបានជា Piccolo Junior ដែលបានលះបង់ជីវិតជួយ Gohan ការពីប្រមាណភាពមុនហ្នឹងបើមកសាច់រឿងវិញ Frieza ក៏ឲ្យមេភូមិនោះបកគោ Dragon Ball ដែលមានផ្កាយចំនួន6មកឲ្យគេតែមេភូមិនោះក៏តបថាក៏រយល់អំពីអ្វីដែលវិជីថានិយាយទេ Frieza ក៏និយាយថាមុននឹងគេបានទៅយក Dragon Ball នៅភូមិមួយហើយមេភូមិនៅទីនោះក៏និយាយថាគេអត់ស្គាល់ Dragon Ball ទេពេលនោះគេក៏សម្លាប់អ្នកភូមិនោះម្នាក់ម្ដងរហូតតតែមេភូមិនោះព្រមប្រគល់ Dragon Ball មកឲ្យគេគ្រាន់តែដឹងថា Frieza មានភាពគួរខើបែបនេះធ្វើឲ្យមេភូមិនោះភ្ញាក់ផ្អើលខ្លាំងមែនទែនសូម្បីតែ Krillin និង Gohan ដែលលួចស្ដាប់នៅក្បែរនោះក៏សឹងតែមិនជឿនឹងអ្វីដែលពួកគេបានឮដែរ Frieza ក៏បញ្យល់ថានៅពេលដែលគេសម្លាប់អ្នកភូមិគេក៏ទទួលបានចំណេះដឹងមួយគឺនៅក្នុងភព Namek នេះមានចាស់ប្រតិចាដែលមានអាយុចាស់ជាងគេបំផុតបានប្រគល់ Dragon Ball ចំនួន7ទៅឲ្យមេភូមិចំនួន7នាក់ម្នាក់មួយដើម្បីឲ្យពួកគេមើលថែរក្សាវាហើយអ្នកណាដែលចង់បាន Dragon Ball ត្រូវតែឆ្លងកាត់ការធ្វើតេស្តជាមុនសិនទើបពួកគេអាចទទួលបាន Dragon Ball តែមេភូមិមួយហ្នឹងក៏មិនព្រមទោះបីជាគេធ្វើតេស្តជាប់ក៏គាត់រត់ឲ្យដែរអញ្ចឹងហើយគេក៏សម្លាប់គាត់ចោលទៅហើយក៏យក Dragon Ball បានសម្រេចអ្វីដែល Frieza និយាយប្រាប់ទៅមេភូមិវិជីតាស្ដាប់តាមម៉ាស៊ីន scan កម្រិតធម៌ពលរបស់គេឮទាំងអស់មេភូមិនឹងក៏ប្រាប់ថាទោះបីជាត្រូវលះបង់ជីវិតក៏មេភូមិដែលនៅសសល់3ទៀតក៏មិនព្រមប្រគល់ Dragon Ball មកឲ្យ Frieza ដោយងាយៗដែរ Frieza ក៏ឲ្យ Zabon ចូលទៅចាត់ការអ្នកភូមិដោយគេហៅទៅយ៉ាងលឿនទៅទាន់អ្នកភូមិម្នាក់ឲ្យដួលឃើញបែបនេះអ្នកភូមិម្នាក់ទៀតក៏បាញ់ប្លាសរបស់គេទៅកាន់ Zabon តែ Zabon ក៏គេចផុតធ្វើឲ្យប្លាសនោះត្រូវកូនចៅ Frieza ដែលនៅក្បែរនោះ Zabon ក៏បាញ់ប្លាសរបស់គេទៅកាន់អ្នកភូមិនឹងវិញធ្វើឲ្យគេស្លាប់ភ្លាមៗតែម្ដងGohan វិញគេចង់ចូលទៅប្រយុទ្ធជាមួយ Frieza តែ Krillin ក៏ប្រាប់ថាពួកគេអាចយកឈ្នះទៅលើ Frieza បានទេលុះត្រាតែពួកគេមានគម្រោងការមួយត្រឹមត្រូវសិន Frieza ក៏ចង់បាញ់សម្លាប់ក្មេងៗចោលតែពេលនោះក៏មានអ្នកភូមិចំនួន3នាក់ទៀតបានធ្វើដំណើរមកដល់Dodoria ក៏ពិនិត្យមើលកម្រិតធម៌ពលរបស់ពួកគេហើយក៏ឃើញថាពួកគេម្នាក់ៗមានធម៌ពលចំនួន1000គ្រាន់តែដឹងថាមានកម្រិតធម៌ពលទាបបែបនេះកូនចៅ Frieza ក៏នាំគ្នាសើចចំអកKrillin និង Gohan ដែលលួចមើលពីចម្ងាយក៏ដឹងថាណាមេគៀនទាំង3នាក់ហ្នឹងគឺបានលាក់ធម៌ពលរបស់ពួកគេកូនចៅរបស់ Frieza វិញក៏នាំគ្នាស្ទុះចូលទៅរកអ្នកទាំង3តែក៏ត្រូវពួកគេទាត់មួយជើងខ្ទាតទៅយ៉ាងឆ្ងាយចំណែកឯអ្នកផ្សេងទៀតក៏នាំគ្នាបាញ់ជាច្រើនគ្រាប់តែណាមេគៀនទាំង3នាក់នោះក៏វាយពួកគេឲ្យសន្លប់អស់ជាច្រើនអ្នកមេភូមិវិញគាត់ក៏ចាប់អារម្មណ៍ថាមូលហេតុដែល Frieza និងកូនចៅរបស់គេអាចរកតំបន់របស់អ្នកភូមិរស់នៅបានគឺតាមរយៈម៉ាស៊ីន scan កម្រិតធម៌ពលរបស់ពួកគេអញ្ចឹងហើយគាត់ក៏ឲ្យក្មេងៗថយចេញពីគាត់បន្តិចពេលនោះ Frieza ក៏បញ្ជាឲ្យ Dodoria សម្លាប់ពួកគេទាំងអស់ខណៈពេលដែលភ្លេចខ្លួនមេភូមិនោះក៏បាញ់កំទេចម៉ាស៊ីន scan កម្រិតធម៌ពលរបស់ Dodoria រួចគាត់ក៏ហោះឡើងទៅលើមេឃហើយក៏បាញ់កំទេចម៉ាស៊ីនដែលនៅសេសសល់ផ្សេងទៀតKrillin ដែលនៅក្បែរនោះក៏ដឹងថាមូលហេតុដែលមេភូមិធ្វើបែបនេះដោយសារតែគាត់ដឹងថាទោះបីជា Frieza អាចយក Dragon Ball ពីភូមិរបស់គាត់បានក៏ Frieza មិនអាចតាមស្វែងរកភូមិដែលនៅសេសសល់ពីរផ្សេងទៀតបានដែរព្រោះថាគាត់បានកំទេចម៉ាស៊ីន scan កម្រិតធម៌ពលរបស់ពួកគេចោលបាត់ហើយព្រោះតែម៉ាស៊ីននេះគឺជាម៉ាស៊ីនដែលពួកគេប្រើប្រាស់ដើម្បីចាប់ទីតាំងដែលមានមនុស្សរស់នៅ Dodoria ក៏ហោះឡើងទៅសម្រាប់មេភូមិព្រោះថាពេលនេះអ្នកភូមិផ្សេងទៀតសឹងតែជាប់ដៃប្រយុទ្ធអញ្ចឹងហើយគ្មានអ្នកណាអាចមកជួយគាត់បានទេតែ Frieza ក៏ខាត់ហើយក៏ឲ្យគេទៅសម្លាប់ណាមេគៀន3នាក់ផ្សេងទៀតDodoria ក៏ប្លែងវិចារសម្លាប់ណាមេគៀនម្នាក់បានយ៉ាងងាយរួចក៏បាញ់ធម៌ពលរបស់គេដុតសម្លាប់ណាមេគៀនម្នាក់ទៀតណាមេគៀនមួយចុងក្រោយក៏បាញ់ធម៌ពលរបស់គេទៅDodoriaមួយទំហឹងធ្វើឲ្យទីនោះផ្ទុះខ្លាំងមែនទែនប៉ុន្តែបើមើលទៅDodoriaគេអត់មានត្រូវរបួសអីទេធ្វើឲ្យណាមេគៀននោះសឹងតែមិនជឿDodoria ក៏ហៅទៅបុកគេមួយទំហឹងធ្វើឲ្យណាមេគៀននោះស្លាប់បាត់ទៅដោយឃើញថាអ្នកប្រយុទ្ធរបស់ខ្លួនស្លាប់បែបនេះមេភូមិនោះក៏សម្រេចចិត្តថាគាត់នឹងយក Dragon Ball មកឲ្យប៉ុន្តែ Frieza ត្រូវតែចាកចេញពីទីនេះពេលដែលគេបាន Dragon Ball ហើយ Frieza ក៏យល់ព្រម Gohan វិញគេខឹងនឹងទង្វើរបស់ Frieza ខ្លាំងមែនទែនមកមើល Goku វិញគេកំពុងតែបន្តការវឹកហាត់របស់គេបន្តទៀត
មេភូមិក៏យកត្រាកូនបូដែលមានផ្កាយចំនួន6មកឲ្យ Frieza តែ Frieza ក៏ក្បត់ការសន្យារបស់គេហើយគំរាមឲ្យមេភូមិនោះប្រាប់ពីទីតាំងភូមិផ្សេងទៀតមកឲ្យគេតែមេភូមិក៏បដិសេធឃើញបែបនេះដូដូរាក៏ដាក់គាត់មួយកែងមេភូមិក៏ឲ្យក្មេងៗរត់ចាស់ចេញពីទីនេះដោយគាត់នឹងប្រយុទ្ធតតាំងជាមួយ Frieza តែពេលនោះដូដូរាក៏បាញ់ blast របស់គេសម្រាប់ក្មេងម្នាក់ចោលភ្លាមៗបាត់ទៅដូដូរេក៏ធ្វើការវាយទៅលើមេភូមិហើយក៏កាច់កគាត់បំបាក់ចោលបាត់ទៅរៀបនឹងសម្រាប់ក្មេងប្រុសម្នាក់ទៀតចោលហើយស្រាប់តែ Gohan ក៏ហោះមកទាត់មុខគេមួយជើងប៉ាងទៅបុកផ្ទះដែលនៅក្បែរនោះ Gohan ក៏ស្រែកខ្លាំងៗដាក់ដូដូរេថាបើសិនជាគេចង់សម្រាប់ក្មេងនេះគេត្រូវតែរំលងសារសពគេជាមុនសិនពេលនោះ Krillin ក៏ហោះមកទាត់ដូដូរេមួយជើងផងដែររួចពួកគេក៏រត់ហោះចាស់ចេញពីទីនេះFrieza ក៏ដេញឲ្យដូដូរាហោះតាមពួកគេពីក្រោយដូដូរាក៏បាញ់បលាជាច្រើនទៅកាន់ពួកគេតែ Gohan និង Krillin ក៏ព្យាយាមគេចដូចគ្នាតែ Soyei ក៏គេចអត់ផុតធ្វើឲ្យ Krillin របូតដៃធ្លាក់ក្មេងនោះចូលមកខាងក្រោម Krillin ព្យាយាមហោះទៅចាប់វិញដែរតែក៏ត្រូវដូដូរាចាប់គេបានតែសំណាងអី Krillin ក៏បុកក្បាលជាមួយគេធ្វើឲ្យគេមានឱកាសនៅក្នុងការរត់ក្មេងនោះធ្លាក់ចិត្តដល់ដីហើយសំណាងអី Gohan ក៏ហោះមកចាប់គេទាន់ពួកគេក៏បន្តដំណើរទៅមុខទៀតស្របពេលដែលដូដូរានៅគៀបពួកគេខ្លាំងមែនទែន Krillin ក៏នឹកឃើញវិធីសាស្ត្រដែលគេអាចធ្វើឲ្យដូដូរាថយល្បឿនជាងមុនបានហើយក៏ប្រាប់ Gohan ថាទោះបីជាមានរឿងអីកើតឡើងក៏ដោយគេមិនត្រូវងាកមកក្រោយទេបន្ទាប់ពីប្រាប់រួចហើយ Krillin ក៏ប្រើប្រាស់ Solar Flare ធ្វើឲ្យដូដូរាចាំងភ្នែកខ្លាំងមែនទែនឆ្លៀតឱកាសនេះពួកគេក៏ហោះទៅពួននៅគៀនថ្មក្បែរនោះដូដូរាវិញគេខឹងខ្លាំងមែនទែនរួចគេក៏ធ្វើការហោះក្រឡឹងជុំវិញនោះព្រោះថាគេដឹងថា Krillin និង Gohan នៅម្ដុំនេះដោយសារតែគេមិនមានម៉ាស៊ីន scan កម្រិតថាមពលអញ្ចឹងហើយគេអាចចាប់ទីតាំងរបស់ Gohan និង Krillin បានទេ Krillin ក៏ប្រាប់ Gohan ថាពួកយើងនឹងពួននៅទីនេះរហូតដល់ដូដូរាបោះបង់ការតាមរករបស់គេដោយពិបាកស្វែងរកពេកដូដូរាក៏បាញ់កំទេចទីនោះចោលតែម្ដងធ្វើឲ្យមានការផ្ទុះខ្លាំងមែនទែនដូដូរាក៏គិតថាប្រហែលជាការបាញ់ថាមពលរបស់គេមុនហ្នឹងបានសម្លាប់ Gohan និង Krillin បាត់ហើយរួចគេក៏ហោះចាស់ចេញពីទីនោះតែគេអត់ដឹងទេថា Gohan និង Krillin កំពុងតែមើលគេពីខាងលើក្មេងប្រុសហ្នឹងក៏ប្រាប់ថាគេមានឈ្មោះថា Dende Gohan និង Krillin ក៏ហៅឲ្យ Dende ចូលរួមជាមួយពួកគេ Dende ក៏យល់ព្រមហើយពួកគេក៏ហោះចាស់ចេញពីទីនោះដូដូរាវិញខណៈពេលដែលគេហោះតាមផ្លូវក៏មាននរណាគេម្នាក់វាយគេឲ្យធ្លាក់ចូលទៅក្នុងទឹកពេលដែលឡើងមកវិញក៏ដឹងថាគឺជាវិជីតាក៏ប្រាប់ថាគេនឹងសម្លាប់ដូដូរាចោលព្រោះថានៅទីនេះគ្មាន Zabon ឬ Frieza ចាំជួយគេទេដូដូរាគេអត់ខ្វល់ទេក៏ឲ្យវិជីតាបកគោលម៉ាស៊ីន scan កម្រិតថាមពលមកឲ្យគេហើយហោះចាស់ចេញពិភពមួយនេះបើសិនជាគេមិនចង់ស្លាប់វិជីតាក៏សោចហើយក៏ដោះម៉ាស៊ីន scan កម្រិតថាមពលរបស់គេទម្លាក់ចុះមកក្រោមហើយក៏ឲ្យដូដូរាមកយកវាពេលដែលដើរមកជិតដល់វិជីតាក៏ជន់កំទេចវាចោលបាត់ទៅដូដូរាគេពិតជាឆ្ងល់នឹងទង្វើរបស់វិជីតាមែនទែនព្រោះថាម៉ាស៊ីននេះគឺជាម៉ាស៊ីនតែមួយចុងក្រោយនៅក្នុងភព Namek នេះតែវិជីតាក៏ប្រាប់ដូដូរាថាគេអត់ត្រូវការម៉ាស៊ីននឹងទៀតទេដោយសារតែគេបានរៀននៅក្នុងការចាប់ទីតាំងចំហាយថាមពលអំឡុងពេលដែលគេស្ថិតនៅភពផែនដីណាមួយនៅពេលដែលគេកំទេចម៉ាស៊ីននេះចោលអស់នោះគេនឹងមានសង្ឃឹមនៅក្នុងការស្វែងរកត្រាកូនបូជាង Friezaដូដូរាក៏ដឹងថាអ្នកដែលគេដេញតាមមុនហ្នឹងគឺមកពីភពផែនដីហើយក៏ប្រាប់វិជីតាថាគេបានសម្លាប់គ្នារបស់វិជីតាចោលបាត់ហើយបើសិនជាមិនចង់ឲ្យគេសម្លាប់ដូចជាពួកដែលមកពីភពផែនដីគេគួរតែចាស់ចេញពីទីនេះទៅតែ Frieza ក៏ប្រាប់ថាវាមិនអាចទៅរួចទេដែលពួកភពផែនដីទាំងនោះមកដល់ទីនេះហើយណាមួយគេមិនមែនជាគ្នារបស់ពួកភពផែនដីទាំងនោះទេដូដូរាគេរៀងភ័យដែរក៏ចាប់ផ្ដើមធ្វើជាសម្លុតវិជីតាឲ្យចាស់ចេញពីទីនេះបើសិនជាមិនចង់ឲ្យគេសម្លាប់ទេតែវិជីតាក៏ដឹងថាដូដូរាបានឃើញថាមពលរបស់គេប្រយុទ្ធគ្នាជាមួយខ្វីអញ្ចឹងហើយវិជីតាក៏ប្រាប់ឲ្យដូដូរាវាយគេមកគេមិនចាស់ចេញពីទីនេះទេដូដូរាវិញជើងរបស់គេគឺញ័រអស់ហើយរួចក៏បាញ់ blast ជាច្រើនទៅកាន់វិជីតាតែវិជីតាក៏ប្រឡែងមកខាងក្រោយក្នុងគេរួចក៏ចាប់កាច់ដៃគេទាំងសងខាងធ្វើឲ្យដូដូរាស្រែកជឿចាប់មែនតើដោយទ្រាំនឹងការឈឺចាប់មិនបានដូដូរាក៏ប្រាប់ថាបើសិនជាវិជីតាទុកជីវិតឲ្យគេនឹងប្រាប់ពីការពិតទាំងអស់ទាក់ទងទៅនឹងការផ្ទុះរបស់ភពវិជីតាលើបែបនេះវិជីតាក៏ដោះលែងគេដូដូរាក៏ប្រាប់ថាតាមពិតទៅ Frieza បានកុហកគេថាភពវិជីតាត្រូវបានផ្ទុះខ្ទេចដោយសារតែមានន័យផ្កាយធ្លាក់បុកតែតាមពិតទៅអ្នកដែលកំទេចភពវិជីតាគឺជា Frieza ផ្ទាល់តែម្ដងហើយ Frieza ក៏បានសម្លាប់អ្នកចម្បាំងសេនទាំងអស់នៅក្នុងនោះដែរព្រោះថាពូសេនតែងតែធ្វើអំពើអាក្រក់តាមការបញ្ជារបស់ Frieza ប៉ុន្តែពេលនោះ Frieza ងាយស្រួលនៅក្នុងការគ្រប់គ្រងពួកគេមែនទែនដោយសារតែថាមពលរបស់ពូសេនមិនអាចយកឈ្នះ Frieza បានទេ
ប៉ុន្តែក្រោយៗមកទៀត Frieza ក៏ដឹងថាថ្ងៃណាមួយពូសេនឹងមានអ្នកចម្បាំងដ៏ខ្លាំងដែលអាចតតាំងជាមួយគេបានអញ្ចឹងហើយគេក៏សម្លាប់ពួកអ្នកចម្បាំងផ្សេងទាំងអស់នោះចោលបាត់ទៅព្រោះថាចំណុចពិសេសរបស់ពូសេនៅពេលដែលពួកគេប្រយុទ្ធជាមួយសត្រូវដែលខ្លាំងនោះថាមពលរបស់គេនឹងកើនឡើងកាន់តែខ្លាំងជាងមុនដូចគ្នាណាមួយ Frieza ក៏ដឹងថាថ្ងៃណាមួយ Vegeta នឹងមានថាមពលខ្លាំងនោះគេនឹងដឹកនាំពូសេទាំងអស់ដើម្បីធ្វើការបះបោរអញ្ចឹងហើយដើម្បីកុំឲ្យរឿងនេះកើតឡើង Frieza ក៏កំទេចភព Vegeta បូករួមទាំងសេនដទៃទៀតចោលបាត់ទៅបន្ទាប់ពីស្ដាប់ហើយធ្វើឲ្យ Vegeta ខឹងខ្លាំងមែនទែនហើយក៏ដំឡើងថាមពលរបស់គេដើម្បីសម្លាប់ Dodoria ចោលឃើញបែបនេះ Dodoria ក៏ហោះយ៉ាងលឿនចាស់ចេញពីទីនេះតែក៏ត្រូវ Vegeta បាញ់គេសម្លាប់ចោលបាត់ទៅVegeta ក៏ចាប់បានចំហាយថាមពលចំនួន2កំពុងតែធ្វើដំណើរអញ្ចឹងហើយគេក៏ហោះទៅតាមព្រោះថាបើសិនជាថាមពលនេះគឺជារបស់ពួកផែនដីនោះគេនឹងសម្លាប់ពួកគេចោលដើម្បីសងសឹកការពីលើកមុនមកមើល Gohan, Krillin និង Dende វិញខណៈពេលដែលពួកគេហោះសុក Krillin ក៏ចាប់បានចំហាយថាមពលមួយបានហោះយ៉ាងលឿនមករកពួកគេឃើញបែបនេះ Krillin ក៏ឲ្យពួកគេទៅពួននិងបន្ថយថាមពលរបស់ពួកគេ Vegeta ពេលដែលមកដល់គេឆ្ងល់មែនទែនព្រោះថាមុននឹងគេចាប់បានចំហាយថាមពលនៅទីនេះច្បាស់ណាស់ Krillin និង Gohan បន្ទាប់ពីឃើញ Vegeta ហើយពួកគេពិតជាកៀងខ្លាំងមែនទែនហើយក៏ឆ្ងល់ថាមិនក៏ Vegeta ដឹងថាពួកគេមកភព Namek នេះ Krillin កាន់តែភ័យថែមទៀតព្រោះគេដឹងថា Vegeta ពេលនេះអាចចាប់ចំហាយថាមពលបានណាមួយទោះបីជាគេនិង Gohan ទម្លាក់ថាមពលដល់0ក៏ Vegeta អាចចាប់ចំហាយថាមពលរបស់ Dende បានដែរពេលនោះ Vegeta ក៏ចាប់បានចំហាយថាមពលដ៏ខ្សោយមួយនៅគៀនថ្មដែលថាមពលនេះគឺជារបស់ Dende Vegeta ក៏ហោះមករកផ្ទាំងថ្មដែលពួកគេកំពុងតែពួនឃើញបែបនេះ Krillin ក៏ប្រាប់ឲ្យ Gohan រត់បញ្ឆោត Vegetaជាមួយនឹងគេដើម្បីកុំឲ្យ Vegeta ចាប់ Dende បានពួកគេក៏ចាប់ផ្ដើមរត់ចេញមកខាងក្រៅតែសំណាងអីពេលនោះក៏មានត្រីមួយបានលោតចេញមកធ្វើឲ្យ Vegeta គិតថាប្រហែលជាចំហាយដែលគេចាប់បាននោះគឺជាត្រីអញ្ចឹងហើយគេក៏ហោះចាស់ចេញពីទីនោះដើម្បីស្វែងរក Dragon Ball បាត់ទៅ Gohan និង Krillin ពួកគេពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែល Vegeta ចាស់ចេញពីទីនេះហើយពួកគេក៏បន្តដំណើរទៅឡានដែល Bulma កំពុងតែចាំពួកគេនៅតាមផ្លូវ Krillin ក៏ប្រាប់ Gohan ថា mission នៅក្នុងការរក Dragon Ball ដើម្បីជួបឲ្យ Piccolo រស់ឡើងវិញប្រហែលជាមិនអាចបានសម្រេចទេមើលទៅព្រោះថា Vegeta កំពុងតែស្វែងរក Dragon Ball ដូចគ្នាណាមួយពួកគេមិនមែនជាដៃគូរបស់ Vegeta ទេខណៈពេលដែលអស់សង្ឃឹមពួកគេក៏ធ្វើដំណើរដល់ឡាននោះBulma ក៏ចេញមកប្រាប់គេថា Goku នឹងមកដល់នៅក្នុងរយៈពេល6ថ្ងៃទៀតគ្រាន់តែឮភ្លាមធ្វើឲ្យ Gohan និង Krillin ពិតជាសប្បាយចិត្តខ្លាំងមែនទែននិងមានក្តីសង្ឃឹមនៅក្នុងការស្វែងរក Dragon Ball ឡើងវិញមកមើល Goku វិញខណៈពេលដែលគេកំពុងតែវឹកហាត់ឪពុករបស់ Bulma ក៏វីដេអូខលមកប្រាប់គេថា Spaceship របស់គេមានបញ្ហានៅត្រង់ដំបូលហើយគាត់បានត្រៀមជត់និងសម្ភារៈមួយចំនួនសម្រាប់ Goku នៅក្នុងការជួសជុលវាផងដែរ Goku ក៏ពេលជត់នោះចេញមកជួសជុលបន្ទាប់ពីជួសជុលហើយឪពុករបស់ Bulma ក៏ប្រាប់ឲ្យ Goku ចូលទៅបដូរទិសដៅយានមួយនេះដោយសារតែវាកំពុងតែធ្វើដំណើរគេទៅនឹងព្រះអាទិត្យតែសយាយ Goku ក៏ជាប់ការដែលគេបិទដំបូលនោះធ្វើឲ្យគេអាចកម្រើកបានទេ Goku ក៏ប្រើប្រាស់ Kamehameha រុញគេបានឆ្ងាយបន្តិចតែក៏ត្រូវទំនាញព្រះអាទិត្យទាញគេចូលមកវិញឃើញបែបនេះ Goku ក៏ប្រើប្រាស់ Kamehameha ម្ដងទៀតតែលើកនេះក៏ជួយឲ្យគេអាចចាស់ចេញពីទំនាញរបស់ព្រះអាទិត្យបានមកមើល Vegeta វិញគេបានមកដល់ភូមិមួយហើយគេក៏ឲ្យមេភូមិដែលនៅទីនោះប្រគល់ Dragon Ball មកឲ្យគេតែមេភូមិក៏បដិសេធ Vegeta ក៏បានសម្លាប់មេភូមិតែក៏មានអ្នកភូមិម្នាក់បានមករងជំនួសធ្វើឲ្យអ្នកភូមិនោះស្លាប់ភ្លាមៗតែម្ដងអ្នកភូមិផ្សេងទៀតបន្ទាប់ពីឃើញសកម្មភាពរបស់ Vegeta ហើយធ្វើឲ្យពួកគេខឹងខ្លាំងមែនទែនមកមើល Dende វិញគេបានប្រាប់គ្រប់គ្នាថាណាមេគេអត់ញ៉ាំអាហារទេពួកគេផឹកតែទឹកដើម្បីរស់តែប៉ុណ្ណោះស្រាប់តែពេលនោះ Gohan និង Krillin ក៏ចាប់បានចំហាយថាមពលបាត់បង់អស់ជាច្រើនពួកគេក៏ដឹងថានេះប្រកាសជាស្នាដៃរបស់ Vegeta សម្រាប់អ្នកភូមិដើម្បីយក Dragon Ball ហើយ Bulma ក៏ប្រាប់ពួកគេឲ្យស្វែងរក Dragon Ball មួយគ្រាប់ហើយយកវាទម្លាក់ទុកទៅនៅពេលនោះ Frieza និង Vegeta អាចប្រើប្រាស់ Dragon Ball បានទេតែ Gohan ក៏និយាយថាបើសិនជាពួកគេយកលក្ខបែបនេះ Vegeta និង Frieza នឹងសម្លាប់ពួក Namek ទាំងអស់ដែលនៅលើភព Namek មួយនេះ Dende បន្ទាប់ពីស្ដាប់ឮហើយធ្វើឲ្យគេភ័យខ្លាចខ្លាំងមែនទែនហើយគេក៏ឆ្ងល់ដែរមិនក៏ពួកគេហាក់បីដូចជាស្គាល់អំពី Dragon Ball ច្រើនបែបនេះមកមើល Vegeta វិញគេបានសម្លាប់អ្នកភូមិអស់រលីងនៅសល់តែមេភូមិម្នាក់តែប៉ុណ្ណោះប
ប៉ុន្តែមេភូមិនៅតែបដិសេធមិនព្រមឲ្យគេឃើញបែបនេះវិជីថាក៏បានសម្លាប់គាត់ចោលបាត់ទៅហើយក៏ទៅយកត្រាងកណ្បោនៅក្នុងផ្ទះរបស់មេភូមិនោះរួចគេក៏លាក់វានៅក្នុងទឹកដែលនៅក្បែរភូមិនោះមកមើល Frieza វិញគេក៏បញ្ជាឲ្យ Zabo និងកូនចៅរបស់គេតាមស្វែងរកត្រាងកណ្បោនៅក្នុងភព Namek នេះទាំងមូលតែម្ដង Zabo និងកូនចៅរបស់គេក៏ចែកតំបន់គ្នាស្វែងរក Frieza ក៏នាំយកត្រាងកណ្បោទាំង5គ្រាប់នោះទៅកាន់ spaceship របស់គេ Krillin វិញក៏បានរៀបរាប់ប្រាប់ Dende ពីអ្វីដែលបានកើតឡើងនៅលើភពផែនដីនិងមូលហេតុដែលគេតាមស្វែងរកត្រាងកណ្បោ Dende ក៏ប្រាប់ពួកគេថាគេនឹងនាំពួកគេទៅជួប Namek ដែលមានវ័យចំណាស់ជាងគេព្រោះថាគាត់មានត្រាងកណ្បោមួយគ្រាប់នៅក្នុងដៃគាត់ដោយក៏មានឈ្មោះថា Guru ហើយក៏ជាឪពុករបស់គេផងដែរហើយគេគឺជាកូនទី108ព្រោះថា Guru គឺជា Namek តែម្នាក់គត់ដែលបានរស់រានមានជីវិតបន្ទាប់ពីមានការប្រែប្រួលអាកាសធាតុនៅលើភព Namek Krillin ក៏ធ្វើដំណើរទៅជាមួយ Dende ដើម្បីទៅយកត្រាងកណ្បោពី Guru ចំណែក Gohan នៅជាមួយ Bulma មកមើល Goku វិញ King Kai បានតាក់ទងមកគេហើយក៏ប្រាប់ថាគ្នារបស់គេដែលបានស្លាប់បានធ្វើដំណើរមកដល់ភពរបស់គាត់ហើយដើម្បីឲ្យគាត់ជួយបង្ហាត់បង្រៀនដល់ពួកគេឬបែបនេះធ្វើឲ្យ Goku ពិតជា surprise ខ្លាំងមែនទែនហើយវ៉ានេះក៏ចាប់តាំងកន្លែងហ្នឹងបើសិនជាអ្នកទាំងអស់គ្នាចង់តាមដាននៅវគ្គក្រោយកុំភ្លេចជួយចុច like និង subscribe ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយ